10 ហេតុអ្វីបានជាកង្វះអាហារសម្រាប់បរិភោគច្រើនខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឍបញ្ហានេះផ្ដល់ផលប៉ះពាល់យ៉ាងណាខ្លះចំពោះកុមារត្រូវមានដំណោះស្រាយយ៉ាងណាចម្លើយបញ្ហាកង្វះអាហារសម្រាប់បរិភោគចោតខ្លាំងចំពោះប្រទេសកំពុងអភិវឌ្ឍមកពីចំនួនប្រជាជនមានច្រើនលើសលប់ហើយមានកំណើនខ្ពស់កំណើនផលិតកម្មមានល្បឿនយឺតហើយផលប៉ះពាល់ចំពោះកុមារគឺកើតជំងឺខ្វះជីវជាតិធ្វើឲ្យកុមារស្លាប់ជាច្រើនសុខភាពទ្រុឌទ្រោមការវិវត្តរាងកាយនិងសមត្ថភាពខាងប្រាជ្ញាមិនបានចំពេញលេញហើយការរៀនសូត្រចុះខ្សោយផលិតភាពការងារមានកម្រិតទាបក្នុងមួយជីវិតរបស់គេដំណោះស្រាយគឺកាត់បន្ថយអត្រាកំណើនប្រជាជនពន្យាកំណើតលើកកម្ពស់កម្រិតជីវភាពដោយបង្កើនផលិតផលកសិកម្មពិសេសផលិតផលអាហារឲ្យបានគ្រប់គ្រាន់